មុនចូលដល់សាច់រឿងយើងកាលពីម្សិលមិញខ្ញុំក៏សូមអធិស្ឋានពីជាយាផងបាននៃការថតរបស់ខ្ញុំបើសិនជាបាទការថតនៅក្នុងបរិវេណរបស់ជាយាបាទប៉ះពាល់ត្រង់កន្លែងណាមួយក៏សូមអធិស្ឋានបាទទុកជាមុនផងដែរតោះបងប្អូនអញ្ចឹងយើងចូលសាច់រឿងយើងទាំងអស់គ្នាបាទកាលពីម្សិលមិញហ្នឹងខ្ញុំបាននាំ idol អាមុំពៅរបស់យើងហ្នឹងបាទទៅទទួលរង្វាន់បាទពីជាយាបាទពីការថតបាទ trend ស្បែកខ្មែរដែលកំពុងតែផ្ទុះខ្លាំងមែនទែនបាទពីការដាក់ trend បាទពីបាទជាយាផ្ទាល់បាទជូនទៅដល់បាទបងនារីជាពិសេសពីអតិថិជនប្រើប្រាស់ផ្ទាល់តែម្ដងបាទពីផលិតផល Mi Sunflower ហើយម្សិលមិញហ្នឹងបាទការណាត់ជួបរបស់យើងគឺម៉ោង 6 ល្ងាចបាទហើយមានបងបាទមកមុនហ្នឹងទៀតបាទអ្នកខ្លះមកតាំងពីម៉ោង 4 អ្នកខ្លះមកតាំងពីម៉ោង 5បាទគឺបាទចាំតែម្ដងហើយដល់ម៉ោង 7 របស់យើងហ្នឹងក៏អង្គុយចាំដូចគ្នាបាទហើយបងប្អូនមានឃើញអីចម្លែកអត់បាទគឺថាខ្លាចតែមិនស្អាតតែម្ដងបាទគឺទីងគូសិនមីហ្នឹងយកមកតបបាទតាមទឹកដៃរបស់គេនឹងទៅបាទដូចគេតែងតែប្រម៉ូទថាអីគេស្បែកមុខគីឡូដូចកញ្ចក់ចែងចាំងអីចឹងណាបងប្អូនហើយខ្ញុំក៏លួចថតទៅហើយកំពុងតែអង្គុយចាំសុកហ្នឹងក៏ឆ្លៀតបាទដាក់កាត់តបាទផុសប្រម៉ូទបាទរបស់គាត់ហ្នឹងបាទការងាររបស់គាត់ហ្នឹងបានមកវីដេអូទៀតទៅក៏ទៅកូនហ្នឹងបាទប៉ាកែរបស់គេមែនបាទឆ្លៀតបានគ្រប់ទីកន្លែងហើយគាត់កំពុងតែកាត់ហ្នឹងខ្ញុំក៏ឆ្លៀតទៅទិញបាយឆាមកប្រអប់មកញ៉ាំ2នាក់ព្រោះថាមកតាំងពីស្វាយរៀងតាំងពីព្រឹកម្ដងពេញហ្នឹងសម្រាប់បានតែមួយផ្លែទេហើយមកទីនេះមកដល់ពេលញ៉ាំបានតាមបន្តិចបងប្អូនអើយបាទស្រាប់តែមានរឿងព្រឺព្រួយមកដល់ភ្លាមវាសាហាវវាធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាគេគ្រប់គ្នារកស៊ីនេសាទត្រីហើយឯងនេសាទក្រពើតិចក្រពើខាំពងដាច់ហ្នឹងអូយអាបកាច់អញខំតាមដានមិនដែរបងប្អូនប៉ុណ្ណឹងព្រឺព្រួយអត់បាទបងប្អូនកុំជេរខ្ញុំធ្វើលេងទេបាទមានណាបងប្អូនបាទគឺចែកយាកមកដល់ហ្នឹងបងប្អូនគឺថាបាទទាំងកម្លាំងកាយកម្លាំងចិត្តទោះបីឃ្លានបាយទោះបីបាទឈឺនោមក៏លែងឈឺនោមដែរគឺថារំភើបរីករាយតែម្ដងឥឡូវបងប្អូនខ្ញុំសុំស្លេះត្រឹមហ្នឹងសិនឯងព្រោះថាខ្ញុំបញ្ចុះសលេងហ្នឹងខ្ញុំហៅបាយខ្លាំងខ្ញុំមិនតបានញ៉ាំបាយទេអញ្ចឹងសូមបាទចាំភាកតបាទមកភាកទៀតបាទខ្ញុំកាត់មកវីដេអូទៀតឲ្យបងប្អូនទស្សនាអញ្ចឹងអរគុណច្រើនបងប្អូនបាទកុំភ្លេចជួយ share ម្នាក់មួយទាំងអស់គ្នា